តើលោកអ្នកកំពុងមានបញ្ហារីកក្រពេញប្រូស្តាតមែនទេឱសថបុរាណព្យាបាលរីកក្រពេញប្រូស្តាតជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តព្យាបាលរីកក្រពេញប្រូស្តាតដល់បងប្អូនបរិសដែលមានបញ្ហានោមញឹកនោមទាស់នោមតឹងក្តៅផ្សាក្រហាយនោមសល់ហើយឧស្សាហ៍ឈឺចង្កេះជាដើមរូបមន្តមាន4យ៉ាងទី1គល់ស្លឹកគ្រៃទី2រំដេងទី3មើមខ្ជាយទី4ស្លឹកម្រុំវិធីធ្វើយកគល់ស្លឹកគ្រៃចំនួន3គល់ហាន់ជាកង់បន្ទាប់មកយកមើមរំដេងហាន់ជាចំណិតចំនួន10ចំណិតមើមខ្ជាយ10មើមហើយនឹងស្លឹកម្រុំចំនួន1ក្តាប់ដៃបន្ទាប់មកបងប្អូនយកទៅដាំទឹកចំនួន1លីត្រកន្លះទៅ2លីត្រអាស្រ័យទៅលើបងប្អូនញ៉ាំទឹកតិចឬច្រើនដាំឲ្យពុះរយៈពេល20នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនហូបពេលណាក៏បានដែរសូមបញ្ជាក់រូបមន្តទាំង4មុខនេះបើសិនជាបងប្អូនមានច្រើនហើយហូបមិនទាន់បងប្អូនអាចយកទៅហាលថ្ងៃឲ្យស្ងួតអាចទុកប្រើបានយូរអង្វែងសរុបឲ្យខ្លីអាចប្រើទាំងស្រស់ក៏បានហាលឲ្យស្ងួតក៏បានដែររយៈពេលឃើញផលបងប្អូនទទួលទាន2ថ្ងៃទៅ3ថ្ងៃអាការៈធ្លាប់តែនោមញឹកនោមទាស់នោមតឹងនោមសល់ក្តៅផ្សាក្រហាយធ្វើឲ្យចុករយខ្នងចង្កេះនិងមានអាការៈបានធូរស្បើយភ្លាមរំពេចសូមព្យាយាមទទួលទានឲ្យបាន4សប្តាហ៍ទៅ8សប្តាហ៍ធានាថាជំងឺរីកក្រពេញប្រូស្តាតរបស់បងប្អូននឹងបានជាសះស្បើយ 100% រូបមន្តនេះល្អខ្លាំងណាស់សូមបងប្អូនជួយចែករំលែកបន្តផងដើម្បីឲ្យបងប្អូនដទៃទៀតដែលគាត់មិនទាន់មាន friend ជាមួយនឹងខ្ញុំឲ្យគាត់បានឃើញផងដើម្បីបានបុណ្យទាំងអស់គ្នារូបមន្តល្អបែបនេះសូមកុំអូសរំលងអីធានាថាពេលដែលបងប្អូនហូបហើយ2ថ្ងៃទៅ3ថ្ងៃនឹងបានធូរស្បើយជាក់ជាបំខានកន្លងមកមានបងប្អូនខ្លះគាត់ទទួលទានតែ1សប្តាហ៍ទៅ2សប្តាហ៍តែប៉ុណ្ណោះក្រពេញប្រូស្តាតរបស់គាត់ស្វិតរួញអស់ហើយរូបមន្តនេះអាស្រ័យទៅលើសរីរាង្គកាយរបស់បងប្អូនដែរបើរីកមិនធំទេត្រឹមតែ1សប្តាហ៍ទៅ2សប្តាហ៍នឹងស្វិតរួមមកតូចវិញហើយបើរីកធំខ្លាំងអាចប្រើពេល1ខែទៅ2ខែទើបបានជាសះស្បើយរូបមន្តនេះល្អខ្លាំងណាស់សូមអរគុណ